អ្នកទាំងអស់គ្នាដឹងអត់ថានៅពេលដែលយើងនិងកូនរបស់យើងនៅលេងក្រៅផ្ទះឬមួយក៏ហាត់កីឡារាងកាយរបស់យើងចេញញើសច្រើនហើយញើសទាំងនោះមានផ្ទុកនៅជាតិទឹកនិងអ៊ីយ៉ុងសំខាន់ដែលរាងកាយរបស់យើងត្រូវការប្រសិនបើយើងមិនបានទទួលទានទឹកគ្រប់គ្រាន់នោះទេយើងអាចនឹងខ្សោះជាតិទឹកនេះអាចធ្វើឲ្យយើងមានអារម្មណ៍ថាឈឺក្បាលវិលមុខអស់កម្លាំងករណីធ្ងន់ធ្ងរយើងអាចស្លាប់ដោយសារកម្ដៅឬមួយក៏ហៅថា heat stroke នៅពេលដែលអ្នកប៉ះពាល់ជាមួយនឹងកម្ដៅរាងកាយរបស់អ្នកចាប់ផ្ដើមបញ្ចេញញើសយ៉ាងច្រើនដើម្បីឲ្យត្រជាក់ប៉ុន្តែដំណើរការនេះធ្វើឲ្យអ្នកបាត់បង់ជាតិទឹកយ៉ាងច្រើនអ្នកក៏បាត់បង់នៅអ៊ីយ៉ុងសំខាន់ដូចជាសូដ្យូមប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលវាមានសារៈសំខាន់សម្រាប់មុខងារសាច់ដុំនិងដំណើរការធម្មតានៃសរសៃប្រសាទនៅពេលដែលការខ្វះជាតិទឹកនៅតែបន្តនាំឲ្យមានការកើនឡើងកម្ដៅក្នុងរាងកាយដែលនេះវាគឺជាស្ថានភាពគ្រោះថ្នាក់ដោយសារតែសីតុណ្ហភាពក្នុងរាងកាយរបស់យើងកើនឡើងដោយមិនអាចគ្រប់គ្រងបានហើយនៅពេលដែលយើងបាត់បង់នៅអ៊ីយ៉ុងសំខាន់ទាំងនេះវាក៏អាចបណ្ដាលឲ្យមានអាការៈរមួលក្រពើផងដែរប៉ុន្តែកុំបារម្ភយើងអាចការពារបានយ៉ាងងាយស្រួលតោះមកមើលពីរបៀបការពារខ្លួនទាំងអស់គ្នាទីមួយនោះគឺត្រូវទទួលទានទឹកឲ្យបានច្រើនទាំងមុនពេលអំឡុងពេលនិងក្រោយពេលលេងនៅខាងក្រៅទឹកអ៊ីយ៉ុងដូចជា Pocari Sweat អាចជួយបំពេញជាតិទឹកបានយ៉ាងឆាប់រហ័សរក្សាជាតិទឹកឲ្យនៅក្នុងខ្លួនបានយូរនិងបំពេញនៅអ៊ីយ៉ុងដែលបាត់បង់តាមរយៈការបែកញើសបានយ៉ាងល្អព្រោះវាត្រូវបានផលិតឡើងដោយក្រុមហ៊ុនឱសថនៅប្រទេសជប៉ុនដែលមាននៅសារធាតុអ៊ីយ៉ុងដើម្បីបំពេញជាតិទឹកដូចទៅនឹងសេរ៉ូមដែលយើងផ្ដល់តាមសរសៃដែរទី2គឺត្រូវសម្រាកនៅក្រោមម្លប់ហើយទី3គឺត្រូវពាក់មួកនិងពាក់អាវដៃវែងហើយរលុងនិងមានសាច់ក្រណាត់ស្រាលនិងមានខ្យល់ចេញចូលបានល្អហើយទី4នោះគឺគូគប្បីលេងនៅពេលព្រឹកនិងពេលល្ងាចកុំលេងនៅពេលថ្ងៃត្រង់ត្រូវចងចាំថាសុខភាពល្អគឺចាប់ផ្ដើមចេញពីការទទួលទានទឹកឲ្យបានគ្រប់គ្រាន់និងការការពារការបាត់បង់ជាតិទឹកហើយក៏គួរតែទទួលទាននៅទឹកអ៊ីយ៉ុងដែលគ្មានបន្ថែមពណ៌គ្មានស្ករសិប្បនិម្មិតគ្មានសារធាតុកាហ្វេអ៊ីននិងគ្មានសារធាតុរក្សាទុកបំពេញជាតិទឹកក្នុងរាងកាយឲ្យបានល្អជាមួយនឹងអ៊ីយ៉ុងសំខាន់